3ចំណុចពីហិរញ្ញវត្ថុដែលបងប្អូននៅវិទ្យាល័យគួរតែបានដឹងប៉ុន្តែសម្រាប់បងប្អូនដែលកំពុងតែសិក្សានៅអនុវិទ្យាល័យក៏អាចមើលវីដេអូនេះបានដែរប្រកាសថាបងប្អូនដែលកំពុងតែសិក្សានៅអនុវិទ្យាល័យឬក៏វិទ្យាល័យប្រកាសជានៅចាយលុយប៉ាម៉ាក់ឡើយទេប៉ុន្តែក៏ប្រហែលជាមានបងប្អូនមួយចំនួនទៀតដែលគាត់អាចចេះរកវិធីសាស្ត្របង្កើតប្រាក់ចំណូលខ្លួនឯងបានដែរឬថាគាត់លក់អនឡាញអីចឹងណាដែលគាត់អាចរកប្រាក់ចំណូលបន្ថែមក្រៅពីលុយម៉ាក់ប៉ាដែលគាត់ឲ្យនឹងអញ្ចឹងនៅក្នុងថ្ងៃហ្នឹងតាំងនាមខ្ញុំជាបងស្រីម្នាក់នឹងមកចែកអំឡេះអំពី3ចំណុចពីរឿងការគ្រប់គ្រងលុយរបស់យើងក្នុងការដែលបងប្អូនកំពុងតែសិក្សានៅវិទ្យាល័យទី1គឺអន្សំលុយការអន្សំគឺពិតជាសំខាន់ខ្លាំងមែនទែនបងប្អូនប្រកាសជាណាគេក៏ស្រឡាញ់លុយដែរត្រូវឲ្យតែដឹងថាខ្លួនឯងមានលុយដឹងតែសុបាយចិត្តទៅអញ្ចឹងហើយនេះគឺជាមូលហេតុដែលបងប្អូនត្រូវអន្សំលុយទី1ហ្នឹងគឺពេលដែលយើងអន្សំគឺអន្សំដក10%ទុកបងប្អូនមួយចំនួនប្រកាសជាអត់ទាន់ដឹងថាដក10%នឹងទុកមិនទេប៉ុន្តែឥឡូវបងលើឧទាហរណ៍មួយដើម្បីងាយស្រួលយល់ឧទាហរណ៍ថាបើប៉ាម៉ាក់បងប្អូនឲ្យបងប្អូនមួយថ្ងៃ5000ដក10%ទុក5000ហ្នឹងគឺមួយថ្ងៃដក500ទុកប៉ុន្តែបើប៉ាម៉ាក់យើងគាត់ឲ្យ10000បានន័យថាយើងដក1000ទុកសម្រាប់នៅក្នុងថ្ងៃហ្នឹងសម្រាប់ការអន្សំប៉ុន្តែនៅពេលដែលយើងអន្សំហ្នឹងមិនមែនចាយវាឲ្យសល់លុយទៅជាការអន្សំទេណាអត់ទេគឺយើងដកលុយសន្សំហ្នឹងមុនចាយអញ្ចឹងនៅពេលដែលម៉ាក់គាត់ឲ្យ5000ដក500ទុកឲ្យហើយនៅពេលដែលប៉ាម៉ាក់គាត់ឲ្យ10000ដក1000ទុកឲ្យហើយព្រោះហេតុអីបានត្រូវអន្សំទៅពេលដែលយើងមានលុយច្រើនយើងសប្បាយចិត្តអានេះជាបទពិសោធន៍បងពេលនៅក្មេងៗបងឲ្យទៅដឹងថាខ្លួនឯងមានលុយនៅក្នុងដៃគឺសប្បាយចិត្តទៅអញ្ចឹងគឺគួរតែសន្សំដក10%ទុកពីលុយដែលម៉ាក់ប៉ាយើងបានឲ្យទី2គឺកត់ចំណូលចំណាយគិតថាបងប្អូនទាំងអស់គ្នារៀងដឹងក្តីដែរនៅពេលដែលយើងចូលជាសិស្សអនុវិទ្យាល័យឬក៏សិស្សវិទ្យាល័យអញ្ចឹងបងប្អូនគួរតែកត់នៅចំណូលចំណាយថាតើខ្លួនឯងចាយលុយហ្នឹងទៅលើអីខ្លះឧទាហរណ៍ថាប៉ាម៉ាក់យើងគាត់ឲ្យមួយថ្ងៃមក5000អញ្ចឹងត្រូវកត់ថា5000នៅក្នុងថ្ងៃហ្នឹងខ្ញុំចាយអីខ្លះបងរៀនគួរ2000ញ៉ាំប្រហិតដល់1000ឬក៏យកលុយហ្នឹងទៅធ្វើអីទៀតបើម៉ាក់ប៉ាគាត់ឲ្យមួយថ្ងៃ10000កាត់ចេញមកថា5000ចាយទៅលើអី2000ចាយទៅលើអី3000ចាយទៅលើអីកត់ចេញមកហើយនៅពេលយប់មកសរុបថាតើមួយថ្ងៃហ្នឹងខ្ញុំចាយអស់ប្រមាណហើយកលេចមើលឡើងវិញថាតើមានរបស់ណាខ្លះដែលខ្ញុំទិញទៅវាអត់ចាំបាច់សោះហ្មងឧទាហរណ៍ថាពេលបងប្អូនកត់មកអូខេ500ទិញប្រហិត1500ទិញប៊ិច2000ទិញបន្ទាត់អីចឹងទៅអញ្ចឹងពេលដែលយើងកត់ទៅទើបដឹងថាអូក៏ប៉ិតប៊ិចខ្ញុំមានអីតាប៊ិចខ្ញុំមានប៊ិចក្រហមហើយប៊ិចខ្មៅឯហ្នឹងប៊ិចខៀវឯហ្នឹងចឹងខ្ញុំអត់ចាំបាច់ទិញប៊ិចមកបន្ថែមទៀតទេអញ្ចឹងនៅពេលដែលបងប្អូនកត់បែបហ្នឹងនឹងដឹងថាអូលើកក្រោយចឹងមុននឹងទិញខ្ញុំត្រូវតែកត់របស់ដែលខ្ញុំត្រូវទិញឲ្យច្បាស់កុំឲ្យខ្ញុំចេះជាយលុយអត់ប្រយោជន៍អីអញ្ចឹងអាហ្នឹងឯងគឺជាការដែលបងប្អូនត្រូវកត់ចំណូលចំណាយនៅពេលដែលយើងកត់ទៅយើងនឹងដឹងថារបស់ណាដែលយើងគួរទិញហើយរបស់ណាដែលយើងជៀសវាងកុំគួរទិញនៅពេលលើកក្រោយចំណុចទី3បងប្អូនត្រូវបែងចែកឲ្យដាច់រវាងការចង់បាននិងភាពចាំបាច់ព្រោះខ្ញុំគិតថាបងប្អូនអាចល្មមតែគិតដឹងរឿងហ្នឹងហើយថារបស់ណាដែលយើងចាំបាច់របស់ណាដែលយើងគ្រាន់តែចង់បានព្រោះបងប្អូននៅក្មេងខ្លះមែនតើពេលខ្លះគាត់ឃើញរបស់ហ្នឹងស្អាតគាត់ឃើញរបស់ហ្នឹង cute គឺចង់បានឯងព្រោះថាបងក៏ធ្លាប់នៅជាក្មេងដែរអញ្ចឹងជាក្មេងគឺដឹងគ្នាឯងឲ្យតែឃើញរបស់ហ្នឹង cute sticker cute ប៊ិច cute សភៅ cute មើលទៅរៀងប្លែកហ្នឹងគឺថាចង់បានឯងប៉ុន្តែសួរថាតើយើងចាំបាច់វាអត់ពេលខ្លះទិញឲ្យទុកចោលទេទិញឲ្យគឺអត់យកវាមកប្រើទិញឲ្យគឺទុកក្នុងទូចោលតែម្ដងអញ្ចឹងអាហ្នឹងឯងគឺជាការដែលយើងអត់ចេះគ្រប់គ្រងលុយបើរបស់ហ្នឹងចាំបាច់ទិញវាចោះបើពិតជាចាំបាច់ក្នុងការរៀនក្នុងការសិក្សារៀនសូត្រប្រចាំថ្ងៃរបស់យើងមែនទិញវាទៅអាហ្នឹងឯងគឺជារបស់ដែលចាំបាច់ប៉ុន្តែបើយើងគ្រាន់តែចង់បានមកពេលគាត់ចង់បានអួតមិត្តភ័ក្តិអីទេអាហ្នឹងមិនបាច់ទិញវាទេទុកលុយទៅព្រោះថាបើយើងមានលុយនៅក្នុងដៃយើងសប្បាយចិត្តដែរអញ្ចឹងណានិយាយទៅឲ្យតែឃើញលុយដឹងតែសប្បាយចិត្តតែអញ្ចឹងរៀនសំលុយទៅអញ្ចឹងនេះគឺជា3ចំណុចតូចៗដែលបងប្អូនអាចយកទៅគិតគូរបានហើយបងប្អូនគួរតែបង្កើតទម្លាប់សន្សំទៅមិនមែនសន្សំគ្រាន់តែលុយនេះទេសន្សំចៃទឹកភ្លើងម៉ាស៊ីនត្រជាក់អីហ្នឹងពេលដែលចេញពីរៀនជួយបិទដង្ហើមសាលាពេលដែលចេញពីបន្ទប់ជួយបិទភ្លើងប៉ាម៉ាក់អីហ្នឹងអាហ្នឹងក៏ជាការសន្សំចៃដែរហើយនៅពេលដែលបងប្អូនចេះសន្សំចៃម៉ាក់ប៉ាយើងក៏ជាមានអារម្មណ៍ថាសប្បាយចិត្តហើយនឹងមានមោទនភាពចំពោះបងប្អូនទាំងអស់គ្នាទៀតកូនខ្ញុំឆ្លាតណាស់កូនខ្ញុំប៉ាកែណាស់ចេះសំចៃចេះសន្សំលុយបើលុយវិញឲ្យគឺសល់មកផ្ទះវិញរហូតចេះសន្សំចៃរហូតដល់ថ្នាក់បងប្អូនចង់បានរបស់អីអាចយកលុយសន្សំរបស់យើងហ្នឹងទៅទិញផ្ទាល់ទៀតឧទាហរណ៍ចង់ដូរទូរស័ព្ទថ្មីសន្សំលុយរហូតដល់ថ្នាក់ដូរទូរស័ព្ទថ្មីបានចង់បានស្បែកជើងថ្មីសន្សំលុយខ្លួនឯងរហូតដល់ទិញស្បែកជើងថ្មីបានអញ្ចឹងណានៅពេលដែលយើងបង្កើតទម្លាប់សន្សំនឹងម្ដងតិចខ្លួនឯងក៏មានមោទនភាពដែលអាចទិញរបស់នឹងបានដោយលុយសន្សំរបស់ខ្លួនឯងមួយវិញទៀតប៉ាម៉ាក់យើងក៏សប្បាយចិត្តដែរដែលគាត់គិតថាគាត់ប្រប្រាក្មេងមកគាត់ប្រប្រាកូនមកគឺល្អខ្លាំងមែនទែនដែលចេះគិតគូរទៅក្នុងការសន្សំចៃនឹងអញ្ចឹងជារឿងធម្មតាទេឲ្យតែយើងឃើញលុយនៅក្នុងដៃដឹងតែសប្បាយចិត្តទៅអញ្ចឹងគួរតែបង្កើតទម្លាប់សន្សំពីឥឡូវនេះភ្លាមអញ្ចឹងឥឡូវនេះគឺខ្ញុំសូមណែនាំតាក់ទងទៅនឹងវគ្គរៀនភាសាអង់គ្លេសរបស់ខ្ញុំបច្ចុប្បន្ននេះគឺខ្ញុំមានបើកវគ្គរៀនភាសាអង់គ្លេសតាមអនឡាញដែលខ្ញុំមានផ្ដោតទៅលើការនិយាយការស្ដាប់ថ្នាក់វិជ្ជាករថ្នាក់ភាសាអង់គ្លេសកម្រិតទូទៅដែលយើងមានតាំងពីកម្រិតសម្រាប់បងឬក៏បងប្អូនដែលអត់ទាន់ចេះអីសោះកម្រិតដំបូងនិយាយទៅគឺគ្រប់កម្រិតតែម្ដងមួយវិញទៀតយើងក៏មានថ្នាក់ពិសេសបានន័យថាថ្នាក់គ្រូមួយសិស្សមួយផងដែរចំពោះការសិក្សានៅក្នុងថ្នាក់វិញគឺយើងនឹងរៀនតាមរយៈ Google Meet មួយវិញទៀតដែរបើបងប្អូនទាំងអស់គ្នាចុះឈ្មោះចូលរៀនវគ្គផ្ដោតទៅលើការនិយាយការស្ដាប់ហ្នឹង
គឺយើងនឹងផ្ដោតទៅលើការនិយាយសុទ្ធតែម្ដងនិយាយទៅ30នាទីដំបូងយើងនឹងមានការសន្ទនាជាមួយគ្រូជាមួយនឹងសិស្សានុសិស្សគ្នាឯងនៅក្នុងថ្នាក់មួយហ្នឹងមួយវិញទៀត30នាទីក្រោយគឺបងប្អូនទាំងអស់គ្នានឹងរៀនមេរៀនការសន្ទនាសុទ្ធតែម្ដងហើយចំពោះថ្នាក់វិជ្ជករវិញគឺយើងនឹងរៀនពីវិជ្ជករទាំងការទាំង12ក៏ដូចជា conjunction និយាយទៅគឺគ្រប់វិជ្ជករទាំងអស់បន្ទាប់មកយើងក៏មានការអនុវត្តជាក់ស្ដែងដែរហើយក៏មាន homework ដូចគ្នាអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាធ្វើ homework ហើយគឺបងប្អូនទាំងអស់គ្នាអាចតម្លាក់នៅក្នុង group ដោយដែលបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុង Telegram នេះដូចគ្នានិយាយទៅតទៅនឹងថ្នាក់ភាសាអង់គ្លេសកម្រិតទូទៅឧទាហរណ៍មួយដូចជាថ្នាក់មូលដ្ឋានគ្រឹះអញ្ចឹងនៅក្នុងថ្នាក់ហ្នឹងបងប្អូនទាំងអស់គ្នារៀនទាំងវិជ្ជកររៀនទាំងការសន្ទនាដែរប៉ុន្តែគ្រាន់ថាកម្រិតមូលដ្ឋានគ្រឹះអញ្ចឹងវាកម្រិតទីទាបតិចផងដែរអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន homework យើងមានការសន្ទនាអីទូទៅដូចថ្នាក់ធម្មតាចឹងកែប៉ុន្តែគ្រាន់ថាយើងរៀនប្រើតាមសម័យទំនើបគឺសម័យ technology ផងដែរបើនិយាយទៅទៅនឹងតម្លៃក្នុងការសិក្សាវិញគឺត្រឹមតែ$10ទេក្នុងមួយខែសម្រាប់50នាក់ដំបូងចំពោះតម្លៃធម្មតាគឺ$20ក្នុងមួយខែមួយវិញទៀតសម្រាប់ថ្នាក់ពិសេសដែលជាថ្នាក់មួយដែលយើងផ្ដោតទាំងទៅលើ4ផ្នែកទៅលើភាសាអង់គ្លេសហ្មងទាំង listening speaking writing ហើយនិង reading ហ្នឹងតែដើម្បីឲ្យបងប្អូនទាំងអស់គ្នាចូលរៀនថ្នាក់ពិសេសនេះបានគឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាត្រូវធ្វើ test សិនដើម្បីឲ្យយើងរៀបចំមេរៀនទៅតាមកម្រិតភាសាអង់គ្លេសរបស់បងប្អូនទាំងអស់គ្នាហើយចំពោះតម្លៃសម្រាប់ថ្នាក់ពិសេសមួយនេះគឺតម្លៃត្រឹមតែ$200ក្នុងមួយខែតែប៉ុណ្ណោះចឹងសម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងការរៀនភាសាអង់គ្លេសតាមអនឡាញនេះបងប្អូនទាំងអស់គ្នាអាចទំនាក់ទំនងតាមលេខទូរស័ព្ទមួយនេះឬក៏ Telegram ខ្ញុំដោយផ្ទាល់ក៏បានដែរចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណសម្រាប់ការទស្សនាហើយសង្ឃឹមថានឹងបានជួបបងប្អូនទាំងអស់គ្នាឆាប់ៗនៅក្នុងថ្នាក់រៀនរបស់ខ្ញុំបាយបាយ